បាទប្រិមិត្តយើងវិលមកជួបគ្នាបន្តទៀតបាទនេះជាវគ្គចុងក្រោយហើយវគ្គចុងក្រោយនេះជាវគ្គជំនួយបាទលោកអ្នកបានជ្រាបហើយថាក្នុងមួយសប្តាហ៍ខ្ញុំតែងតែចុះទៅតាមបណ្ដាខេត្តជនបទដែលជាជំនួយរបស់សប្បុរសជនរបស់យើងបានផ្ដល់មកតាមរយៈទូទៅហងមាសមានប្រជាពលរដ្ឋនៅក្រៅប្រទេសនិងក្នុងប្រទេសដែលបានផ្ដល់ជាថវិកាក្តីខ្លះទៀតទិញជាងកស្រាប់ក្តីទឹកត្រីទឹកស៊ីអ៊ីវដែលមកដាក់នៅកន្លែងខ្ញុំរួចហើយឲ្យខ្ញុំយកទៅឃើញប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តក្រុងជនបទដែលគាត់ជួបការលំបាកទាំងនិយាយចាស់ជរាស្ត្រីមេម៉ាយនិងអ្នកជនពិការខ្លះបាទនៅក្នុងសប្តាហ៍នេះខ្ញុំបានទៅខេត្តតាកែវបាទស្រុកគិរីវង្សនៅក្នុងឃុំសោមស្រុកគិរីវង្សខេត្តតាកែវដែលប្រជាពលរដ្ឋប្រមាណជាង20គ្រួសារបាទពេលនោះខ្ញុំទៅជួបពលរដ្ឋគឺគាត់មានបញ្ហាពីរដែលសូមផ្ដល់ជាកង្វល់របស់ពួកគាត់តំបន់នៅខេត្តតាកែវកន្លែងខ្លះមានស្រូវខៀវកន្លែងខ្លះគឺស្ងួតតែម្ដងបាទដូចជាកន្លែងនេះអញ្ចឹងមានស្រូវប៉ុន្តែដោយសារតែកន្លែងហ្នឹងវាមានកន្លែងបឹងបាទបឹងហើយស្រូវខ្លះបែរជាចង់ងាប់ទៅវិញបាទនេះគឺជាស្រូវដែលអ្នកនៅខេត្តតាកែវដែលគាត់មានការបារម្ភអំពីបញ្ហាកង្វះទឹកចាបាទអញ្ចឹងនេះជាកន្លែងដែលយើងឃើញថាស្រូវបានលាស់ប៉ុណ្ណឹងប៉ុន្តែកន្លែងខ្លះគឺគ្មានតែហ្មងបាទគឺនៅនោះគេពង្រស់បានប៉ុណ្ណឹងមកគេប្រឡែងគោឲ្យស៊ីម្ដងបាទឲ្យស៊ីដើម្បីឲ្យវាបែកគុំណាបាទប៉ុន្តែឥឡូវទៅបែកណាកើតបើអត់ទឹកឲ្យលេងអញ្ចឹងអញ្ចឹងទន្ទឹមដែលយើងបានទៅដល់គឺយើងបានជួបកង្វល់ពីរដែលគាត់បានលើកឡើងកង្វល់បញ្ហារាំងស្ងួតហើយគាត់ដង្ហើយហៅសុំឲ្យកន្លែងតំបន់ខ្លះដែលមានទឹកត្រូវបូមចេញពីគេពីប្រទេសវៀតណាមមកប៉ុន្តែត្រូវបានខកខានដូចជាកន្លែងនេះអញ្ចឹងគឺស្ងួតហែងគឺគ្មានមិនអាចភ្ជួរមុតទេបាទទឹកអាចគោទៅដាក់ប៉ុន្តែភ្ជួរអត់មុតទេចាបាទហើយកន្លែងខៀវមិញគឺកន្លែងដោយសារនៅជាប់មាត់បឹងទេបាទតែបើភ្លៀងគឺគ្មានទេចាស្ងួតហួតហែងគោគ្មានអីស៊ីទេបាទនេះហើយជាជីវិតកសិករពឹងផ្អែកទៅលើអាកាសធាតុប៉ុន្តែឥឡូវអាកាសធាតុនឹងមិនណយផលឲ្យនេះដោយសារបឹងទេបានខៀវទេបាទជាប់ជើងភ្នំនៅចិត្តនៅក្នុងស្រុកគិរីវង្សខ្យល់ថ្ងៃនោះបាទប៉ុន្តែវាគ្មានភ្លៀងសោះហើយឥឡូវកង្វល់របស់គាត់ប៉ុណ្ណឹងហើយឥឡូវយើងមើលទៅជំនួយសិនបាទនៅឯជំនួយឯនោះវិញយើងបានទៅដល់ភូមិទម្លាប់បាទភូមិទម្លាប់ក្នុងឃុំសោមបាទឃុំសោមស្រុកគិរីវង្សខេត្តតាកែវដែលពលរដ្ឋនៅទីនោះគាត់រស់នៅតាមជើងភ្នំបាទគឺលោកយាយនិងតាចាស់ដែលគាត់នៅទីនោះលំបាកមែនទែនហើយអ្នកស្រុកនៅទីនោះគឺគាត់ពឹងផ្អែកស្រែរបស់គាត់បើយើងទៅតែបន្តិចគឺព្រំដែនវៀតណាមបាទព្រំដែនវៀតណាមហើយពួកគាត់បានត្អូញត្អែពីកន្លែងបូមទឹកពួកគាត់នៅតំបន់នោះគាត់បើសិនជាអត់ភ្លៀងគឺគាត់បានបូមទឹកពីខាងវៀតណាមមកដោយវាមានខាងខ្មែរយើងគេម៉ៅកាទិញពីវៀតណាមហើយយើងនេះប្រជាពលរដ្ឋនេះគាត់តម្រូវការទិញតពីអ្នកម៉ៅការហ្នឹងគឺរបៀបគេហៅថាមួយកុងស្រែមួយកុងហ្នឹងគឺគេគិតជាស្រូវ10គីឡូទៅ20គីឡូឬក៏30គីឡូ50គីឡូអញ្ចឹងទៅអានេះគេមួយកុងហ្នឹងគឺដូចជាមួយទេឲ្យមើល7កុងវា1ហិកតា7កុងវា1ហិកតាអញ្ចឹងមួយកុងនោះដូចជា36បាទនេះទូទាំងជនគឺប្រជាពលរដ្ឋគាត់នៅពេលដែលខ្ញុំបានទៅដល់គឺគាត់ទន្ទឹមនឹងខ្ញុំផ្ដល់ជំនួយឲ្យគាត់ហើយគឺគាត់បានផ្ដល់កង្វល់អញ្ចឹងបាទនេះគឺលោកយាយមានមីងមានជនពិការមានអីចឹងមកហើយនឹងថវិកាតិចតួចស្រួយស្ដាងក្នុងមួយគ្រួសារមានកន្លែងខ្លះ40000កន្លែងខ្លះ50000ហើយយើងមានអង្គនោះគឺវាមានអង្គ25គីឡូក្រាមទឹកត្រីទឹកស៊ីអ៊ីវបាទហើយនឹងទឹកសុទ្ធដែលយើងបានផ្ដល់ទៅក្នុងនោះក៏មានកម្មា
ដែលកម្មាខាងសហរដ្ឋអាមេរិកគេផ្ដល់មកឲ្យខ្ញុំទុកចែកបាទតែជំនួយទាំងអស់នេះគឺមានទាំងអ្នកនៅក្នុងប្រទេសនិងក្រៅប្រទេសរួមគ្នាតែម្ដងបាទអញ្ចឹងខ្ញុំចែកជាច្រើនកន្លែងព្រោះវាតិចដូចកន្លែងតំណឹងទៅបាន14គ្រួសារចា៎បាទកន្លែងហ្នឹង14គ្រួសារហើយនឹងទៅតាមផ្ទះផ្សេងទៀតដោយហើយគាត់នៅទីនោះគឺគាត់ប្រាប់ថាតាំងយាយចាស់ទាំងអស់ហ្នឹងគាត់មើលទូទស្សន៍មាសចា៎ទៅដល់អ្នកភូមិម៉ូទាំងវងហើយខាងយើងអស់វ៉ែនតាឃើញចាស់ច្រើនអស់ហើយវ៉ែនតាអស់ហើយអញ្ចឹងបើអ្នកនៅអាមេរិកឃើញថាមានបំណងចង់ជួយចាស់ដែលត្រូវការវ៉ែនតាដើម្បីឲ្យថាទៅអនាគតជាតិខាងមុខទៅឲ្យភ្លឺស្វាងហ្នឹងហើយថែមទៀតនោះសូមជួយវ៉ែនតាខ្លះមកនេះលោកយាយចាគាត់ថាំងមិនដែលឃើញឥឡូវឃើញក្រៅហើយលោកវិធីនេះមើលដល់ហើយបាទនោះគឺកូនរបស់គាត់គឺមានជំងឺបានន័យថាដូចប៉ូលីយ៉ូនឹងស្វិតដៃជើងអត់ទៅណារួចទេប្តីបានលែងលះគ្នាទៅបាត់ហើយបានសល់ទុកកូន3នាក់ទុកកូន3នាក់កូន2នាក់ក៏បានកាសមកធ្វើការងាររោងចក្រដែរកូន2ហើយនឹងកូនពៅ1នៅមើលម្ដាយហើយនឹងនៅមួយយាយនេះកូននេះបាទអត់បានរៀនបានសូត្រអីទេដោយសារតែម្ដាយកំពុងតែឈឺហើយនៅជាមួយជីដូនបាទអញ្ចឹងហើយពេលដែលយើងទៅដល់គឺគាត់ត្រេកអរនិងសប្បាយចិត្តដោយសារតែឲ្យបានដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរស់នៅតំបន់ឃុំសោមនេះបាទថ្មីចំទោះថ្មីត្បិតតែជំនួយនេះវាតិចតួចក៏ពិតមែនប៉ុន្តែក៏ជាការចែករំលែកចំពោះគ្រួសារដែលកំពុងតែមានការខ្វះខាតនៅក្នុងតំបន់នោះហើយផ្ទះភូមិរបស់គាត់គឺនៅជាប់ជើងភ្នំតែម្ដងនៅក្នុងភូមិទម្លាប់ហ្នឹងបាទហើយនេះគឺគ្រួសារមួយទៀតគាត់មានដីគ្រាន់បើធំដែរគឺគាត់វិកលចរិតម្ដាយវិកលចរិតបាទអញ្ចឹងហើយបន្សល់ទុកកូនមួយគឺរកស៊ីចិញ្ចឹមម្ដាយដោយការកាប់អស់លក់បាទកាប់អស់ចិញ្ច្រាំអស់ដើម្បីយកទៅលក់ជាកម្រៃចិញ្ចឹមម្ដាយហើយលោកយាយនេះគឺផ្ទះនៅខាងនោះទេតែដោយសារផ្ទះវាយើងពិបាកចូលទៅឲ្យគាត់មកនៅនឹងនេះកូនរបស់គាត់អញ្ចឹងដោយសារខ្ញុំមើលឃើញពីម្ដាយវិកលចរិតហើយនៅបន្សល់កូនមួយដែលកំពុងតែចិញ្ចឹមម្ដាយមិនបានរៀននៅបន្តរៀនប៉ុន្តែរៀនឈប់រៀនអញ្ចឹងណាបាទអញ្ចឹងខ្ញុំក៏បានទន្ទឹមនឹងការផ្ដល់នៅអង្គនិងទឹកត្រីទឹកស៊ីអ៊ីវហើយយើងក៏បានសន្យាទិញកង់ឲ្យក្មួយស្រីដើម្បីខេងក្មួយស្រីត្រូវទៅណាមកណីអីហ្នឹងគឺបានកង់ជិះគេព្រោះទៅរៀនសប្ថ្ងៃនេះគឺពឹងផ្អែកទៅលើតែការជិះម៉ូតូជាមួយគេទេអញ្ចឹងឥឡូវនេះគឺខ្ញុំបានផ្ដល់កង់ឲ្យខាងអ្នកនៅនោះទៅទិញឲ្យខ្ញុំឲ្យលុយទៅទិញហើយប្រងទិញកង់នៅផ្សារត្រឡប់នោះប៉ុន្តែដោយសារតែមើលទៅឃើញកង់នោះវាដូចជាអត់មាំកង់នឹងវាដូចជាវាស្ដើងវិញធ្វើឆាប់ខូចអញ្ចឹងឲ្យលុយទៅហើយឥឡូវហ្នឹងខាងគេហ្នឹងគេថាឥឡូវទិញពីភ្នំពេញយកទៅតែម្ដងយកទៅឲ្យសប្តាហ៍ហ្នឹងតែម្ដងចា៎បាទអញ្ចឹងគឺយើងបានសន្យាឲ្យហើយទៅដល់គ្រួសារដែលលំបាកហ្នឹងគឺផ្ទះគាត់មកកត្រូប៉ុណ្ណឹងបាទអញ្ចឹងជីវិតនេះហើយជីវិតសម្រាប់ប្រជាកសិកររបស់យើងដែលគាត់រស់នៅតំបន់ដាច់ស្រយាលពីទីប្រជុំជននេះលោកយាយនេះគឺគាត់មកដល់ឃើញមុខខ្ញុំគាត់ថាសប្បាយចិត្តដែរឃើញមុខខាងក្រៅព្រោះមើលឃើញតែក្នុងទូរទស្សន៍បាទព្រោះគាត់មើលពេកហើយបាទហើយខ្ញុំសួរថាលោកយាយចេះមលូអត់ចេះទេប៉ុន្តែចេះបរិយបាទហើយចំពោះលោកយាយនេះម្នាក់ទៀតគឺអាយុ104ឆ្នាំ104ឆ្នាំបាទអាយុ104ឆ្នាំគឺលោកយាយគាត់រស់នៅជាមួយតូបនៅម្នាក់ឯងខាងមុខគាត់មានកូនដែរប៉ុន្តែកូនហ្នឹងគឺអាយុវ័យចាស់ជាងគាត់ផងទៅជាវែងបាទនេះលោកយាយគឺអាយុ104ឆ្នាំគឺមលូពេញមាត់តែម្ដងបាទអញ្ចឹងខ្ញុំនៅពេលដែលជួបគាត់ហើយគាត់និយាយអំពីជីវិតរបស់លោកយាយដែលគាត់រស់នៅមកទល់នឹងពេលនេះគឺគាត់គិតថាពីដើមមកនៅតំបន់នេះគឺជាតំបន់ព្រៃជ្រៅតែម្ដងបាទតំបន់ព្រៃជ្រៅគាត់មិនដែលស្គាល់ថ្នាំពេទ្យមិនដែលស្គាល់គ្រូពេទ្យថាយ៉ាងម៉េចនោះទេបាទហើយខ្ញុំលូកមើលកប៉ៅរបស់គាត់ឃើញមានស្អីលូកមើលកណោះមានកប៉ៅខាងនោះគឺមានលុយ1500រៀលបាទគាត់ថាលុយហ្នឹងឯងកូនសម្រាប់ទុកទិញមលូ
bà nên lùi nâng ấy sẽ mẹp tục tình luôn bà hơi lâu nít khi ông ao tàu lụi dây bên nó buồn tịnh tịnh đá khi ông chun lụi dây 50,000 riel bà chỉ mùi nâng cầm ma bà thực tây thực sẽ yêu mi bà tàu ao lụi dây bà hơi lụi dây riệp rộp ẩm pi chỉ vứt nẹ cả xe co để rồi nơi tiền nó cứ lùm bạn na không ơi cầu nơi bà chẳng hai bàn chia lâu nít bàn hòng miệng một đó cứ sợ bài chặt nè hay nè nè mi như này cứ từ tôi bận tục chỉ châm chào pi bà chỉ châm chào pí mà đai phụ vía cứ tàu trâu lọ hỏi và tàu trâu lọ hỏi cứ chào ní bận tục lơ lụi dê đang theo đó mà đai phụ lên lạc nè hay mà đai nó lấy thật thư ca nơi ở bên Thái thư chỉ cam một co cái bên tay bắt tầm năng trứng một tô lồng pin đi theo đó ọt khơi là mình đang chỉ tàu nè bạn trắng quạt ở pin lại ban khơi dương từ đó cứ quạt ở sờ bài bên tên bà hơi dương tình tâm nâng pê nút đai dương có bàn một đo này lụi dây pi nẹp dành tiết để quạt một tí ní cứ tia được bỏ qua để quạt rồi nâu tiếng lụm ba bà để nhầm từ đó chụp quạt hai quạt ở bàn sầm này nhầm pi tục sau lụm bạ được bỏ quạt cả lò mò bàn tay giang nào có đói chỉ vật được bỏ cả sẽ co với tập năng tê bà khuyên ấy lơ năng tê chẳng nợ pe để khi tự đo thì lúc khi có bàn dọc lui chấm nôn sai sập $40 pi bể barang để quạt bàn tự đo tự oi cua sa môi để quạt miền cua thân nặng đôi cái chọn sai phượng ở đây là bỏ quạt chọn sai phượng đạch đầy tầng pì và tự bàn pet cắt đầy tầng pì chẳng nè để tự đo pi barang mó cứ quạt ở chung mùa coi sục ha lục xây coi sục ha bà nâng cho Minh Hùa bà Minh Hùa bà còn Minh Hùa đó thảo vì ca chấm nôn sai sập $40 nâng hiền ở Paris bà chẳng sai sập $40 đây là lục xây bàn phật đo tam là dạng một nhóm oi tàu khang cua sa đại miền cua thân nặng đôi sa chọn sai phượng đại trường nút cứ nhóm bàn của cô lòi hơi tự lại chấm nôn sai sập $40 bà hơi phật tập một tiết nhóm bà một tiết cứ miền nơi khang xã rọt Amerik nốt nào và xã rọt Amerik quạt đo chấm nôn $200 một quạt nhom quạt nơi khang cro khang anh ấy hạt bàn dầu màu bà tôi tên này chuyên đôi xa tại nơi không ní ở dương có bàn từ tour ca sầm nôm po pi bờ chiều bờ rọt nơi không phum tầm lóp không khum xóm sọc kari vốn khai tại cao quạt sầm nôm po xong ở nhà thôi chui quạt phong chụp po bánh hà cả bom tức pi bờ Việt Nam đầm bấy soi shop từ lư đây sai được bọc phụ quạt ai po cả lòng mò ní cả bom tức soi shop đây sai được bọc phụ quạt đối với miền cao bị ba chiêng môn bà bị ba trăng tha toแต่sâu ngọt ở hai sông kia tầm mồm tầm ban bạn bom ở đó bên tay cái lực hạt phò ní lực hạt phò luôn chẳng bánh hà sâu được bọc quạt đây lại lâu ní cứ ngọt ní cứ mình ai bom tức tranh pi một vì Việt Nam bàn chẳng xong oi khang ở nhà thò sọc người ta chui on tra cúm trong pu nẹm màu ca tức nâng phong về pu quạt ru đôi xa tại bánh hà bom tức đặt sâu này hơi bà sân chỉ ở nhà thò quạt ọt chui quạt để công pung tại ru đôi xa bánh hà sâu ní cứ thua oi cô xa bọc quạt chỉ phải chôm nâng cao lồng bạ chạy chi mình khang bánh hà đang xuống mình men sầm nạp ta khai ta cài mùi tế cứ nơi bên này khai mùi chấm luôn xây tiết có công pung tại phải chôm nâng cao đang xuống đi đại chẳng ca pưng phải từ lừa ca thiết cứ bị bạn nè chôn ca pe kha plieng pe kha riang chẳng bờ sân chia dương miên bà pon bà lái cứ anh nói để dương ai chui xuống cửa bàn bàn tay bờ tháp pưng phải từ lừa ca thiết môi cốt cứ dương bà cốt chế nâng bà chôm nâng ca cốt thạc lăng pi bà nhà sâu này bà tôi tên nói chung hay là này tẹt tòng bà nhà chấm núi dương sông bà năng cho bà hai ở con chấm post tôi tên này chuyên đại banកំពុងតែរងចាំតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បាទហើយក៏អរគុណចំពោះប្រជាពលរដ្ឋរបស់យើងទាំងនៅក្រៅប្រទេសនិងក្នុងប្រទេសដែលតែងតែរួមគ្នាផ្ដល់នូវជំនួយមកខ្ញុំតាមរយៈហងមាសដែលមានជំនួយអ្នកក្រីក្រខ្លះជំនួយគុណធបុប្ផាជំនួយកុមារកំព្រាចាស់ជរាបានអញ្ចឹងបើសិនជាប្រិមិត្តមានបំណងចង់ជួយតាមរយៈខ្ញុំសូមអញ្ជើញហើយឬក៏មកចង់ទៅជាមួយខ្ញុំក៏បានបាទអរគុណទូទាំងអ្នកជនដោយសារតែពេលវេលាដល់ទីបញ្ចប់ទៅហើយខ្ញុំជាមួយនឹងកញ្ញាសុភារួមជាមួយនឹងក្រុមការងារទាំងអស់សូមជម្រាបលាយើងជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទ